គេចង់ធ្វើស្អីហ្នឹងដូចជាត្រង់ហិចម្ល៉េះនោះប្រូដូចជាគេចូលចិត្តអារវាអញ្ចឹងធ្វើខ្លួនដូចជាចង់ដល់ហើយនេះឯងមានភ្នែកអត់ហ្នឹងបានជាតំណប់ទៅនឹងខ្យល់អីចឹងដាក់អន្លោកម្ល៉េះ ខ្ញុំទោសកាន់លោកនាងពិតជាគ្មានចេតនានោះទេបើអាចអាហារនេះមិនចាំបាច់ចេញទៅណាទុកថានេះជាការសំទោសទៅចោះ គ្រាន់តែសំទោសហើយក៏ដល់ឆេងចង់មែនខ្ញុំមើលទៅដូចជាស្រួលពេកហើយខ្ញុំអត់ចូលចិត្តធ្វើអញ្ចឹងទេហាងអីបើគ្មាននឹងខ្យល់អញ្ចឹងនេះខ្ញុំជាមនុស្សដែលថ្លៃថ្នូរបំផុតដូច្នេះហើយខ្ញុំមិនអាចឲ្យមានបញ្ហាមកលើខ្ញុំបានទេតែថ្ងៃនេះវាបានកើតឡើងបាត់ទៅហើយចង់ឲ្យខ្ញុំដោះស្រាយដែលងាយៗអញ្ចឹងមែនអង្រៃយោចឹងទៅមកឯងសង្ស័យដល់ស៊ីរបស់ដៃគេម្ដងផងអូយយើងអាចចេញពីហាងបែកបាច់នេះហើយសំមែនណា មិនគួរណាខ្ញុំធ្វើប្រហែលបែបនេះសោះនៅមកត្រូវឲ្យលោកចុងពើមកទទួលកំហុសរបស់ខ្ញុំទៀតខ្ញុំនេះខ្ញុំជាមនុស្សកំសាកប៉ុន្មានហើយចាំមិនហើយលោកចុងភៅជាខ្លាំងដែរឬអត់ចាំខ្ញុំជួយលេរបួសឲ្យលោកណាហើយក៏សំទោសផងណាលោកចុងភៅដែលខ្ញុំធ្វើឲ្យលោកពិបាកដោយសារតែខ្ញុំសំខាន់ឥឡូវនេះមុខរបស់លោកពោពេញទៅដោយស្នាមហើយណាខ្ញុំពិតជាសំទោសហ្នឹងណាម្ដងជាពីរដងខ្ញុំតែមានកំហុសចំពោះភ្ញៀវរហូតខ្ញុំមិនដឹងថាត្រូវតបស្នងលោកឬក៏ជួយលោកបាត់ណានោះទេខ្ញុំមានអារម្មណ៍ថានៅតែខុសរហូត បានមិនអីនោះទេព្រោះខ្ញុំគិតថាអ្នកនាងក៏មានចេតនាធ្វើឲ្យភ្ញៀវម្នាក់នោះផងដែរចឹងហើយបើចាំគិតច្រើនហើយទេ បើលោកថាមិនអីបែបនេះអញ្ចឹងខ្ញុំសូមទៅផ្ទះមិនហើយណាអូមែននេះគឺជាទឹកថ្នាំហើយនឹងកន្សែងលោកចុកវាទៅលាងរបួសរបស់លោកចឹងណាហើយចុះលោកមិនកាលណាបានទៅផ្ទះដែរជប់ជ្រៅហើយណា ខ្ញុំថាមិនអីគឺមិនអីហើយបន្តិចទៀតបានខ្ញុំទៅផ្ទះ ហើយបានលោកចុងភៅអញ្ចឹងខ្ញុំទៅផ្ទះហើយណា ឡូអញនៅណាមកផ្ទះរបស់យើងជាមិនទាន់ឡូនេះយើងត្រូវការជំរាបបញ្ជាជាមួយនឹងឯងដែលឯងហ៊ានធ្វើបាបចិត្តរបស់យើងនៅថ្ងៃនេះរកវាព្រមទាំងការនិយាយរបស់គេដូចជាមនុស្សកំពុងតែស្វែងយ៉ាងចឹងឬមួយក៏គេផឹកស្រាដល់លោកចាំខ្ញុំព្រៀងទៅណាអូខេហើយតើថ្ងៃនេះលោកមានបានផឹកស្រាដែរទេឥឡូវបើដឹងសិនហើយខ្ញុំនឹងទៅផ្ទះរបស់លោកឈួតអើយអ្នកណាប្រាប់ឯងហើយយើងផឹកស្រាទៅឯងនេះចំជាឈួតពិតមែនហើយជើងធម្មតាតាមានបានផឹកស្រាណាអូខេបើលោកមិនបានផឹកស្រាអញ្ចឹងឲ្យខ្ញុំសុំទោសប៉ុន្តែខ្ញុំបិទទូរស័ព្ទហើយយ៉ាងម៉េចដែរលោកផឹកស្រាមែនចេះមកខ្វល់ស្អីអញដែរជើងអាចមើលថែខ្លួនឯងបានជើងហៅឯងមកនេះគ្រាន់តែសងលុយនោះទេនេះ$500យកហើយក៏ពីខ្ញុំចាក់ចេញពីទីនេះចុះប៉ុន្តែលោកកំពុងតែស្រវឹងហើយណាមកចាំខ្ញុំជួយជូនខ្លួនណាចឹងណាចង្រៃយកហើយវាស្អីឯងថាកុំមកខ្វល់ពីយើងតែបានទេឯងនេះហើយបានហើយវិញទៅតើលោកមានរកអីមែនបានជាចម្លែកបែបនេះនៅថ្ងៃនេះឯងក៏តបាយខ្លាំងម្ល៉េះជោគលុយហើយក៏ចេញទៅក៏បានព្រោះខ្ញុំមិនដឹងថានៅធ្វើអីទៀតដែរបើលោកចង់នាំម្នាក់ឯងចង់ឆាប់គេងទៅណាហើយខ្ញុំក៏នឹងមិនមករកលោកម្ដងទៀតនោះទេសិនបើលោកមិនសប្បាយចិត្តជាមួយខ្ញុំនោះត្រូវហើយវាល្មមហើយតែឯងគួរតែចាត់ចែងពីជីវិតរបស់យើងចាំពីថ្ងៃនេះតទៅហើយកុំឲ្យយើងឃើញមុខរបស់មនុស្សកុកតែហិចហាវគ្រប់មនុស្សអញ្ចឹងដែរតែបើតាមមកឯងប្រកបជាចូលចិត្តពេកបានជាទៅតែគ្រប់មនុស្សអញ្ចឹងនោះនេះលោកនិយាយអ្វីខ្ញុំមិនជឿទេតែលោកអាចឲ្យហេតុផលមួយមកខ្ញុំបានទេថាតើខ្ញុំខកអីទៅកាន់លោកម្ដងល្អម្ដងអាក្រក់សង្កេតបែបនេះព្រោះតែខ្ញុំវាល្ងង
មិនយកសេចក្តីរបស់លោកដូច្នេះខ្ញុំនឹងចាក់ចែងពីទីនេះកុំភ្លេចមើលថែខ្លួនផងខ្ញុំទៅហើយចោះក្រែងឯងថាស្រឡាញ់បុកាន់យើងមិនចឹងអីចាស់ហេតុអីក៏ឯងទៅហិរោមមនុស្សប្រុសនៅក្នុងហាងទាំងដែលមានភ្ញៀវពេញទៅវិញនេះលោកឈ្គល់អីនោះគេគ្រាន់តែជាភ្ញៀវនោះទេដោយសារតែប្រុកមិញនេះបុគ្គលិកនៅក្នុងហាងគេធ្វើឲ្យភ្ញៀវអ្នកនោះមិនសូវសប្បាយចិត្តដូច្នេះខ្ញុំក៏ទៅសម្របសម្រួលដើម្បីកុំឲ្យភ្ញៀវអ្នកនោះគេមិនមានអារម្មណ៍ក្នុងការញ៉ាំអាហារតែបើលោកចោលខ្ញុំចេញខ្លះបានចាប់ពីពេលនេះខ្ញុំនឹងមិនមកជាប់ម្ដងទៀតនោះទេមកដឹងហើយចេញទៅព្រោះបន្ទប់ក៏មិនចំណេញដែរ